លក់ម៉ូតូមួយធ្វើសញ្ញាបត្រទី12លក់ម៉ូតូបានតែលុយ10000អត់គ្រប់អ្នកស្គាល់គ្នានៅសៀមរាបណាបងដេកថារាប់អានគ្នាតែទៅអ៊ំខ្ចីលុយ600000សិនឲ្យគ្រប់800អ៊ំថាផ្ញើឲ្យព្រឹសហើយលុយដែរក៏ផ្ញើព្រឹស600000ផ្ញើព្រឹសទៅកន្លែងគេថាខ្វះ$50ទៀតតែមិត្តភក្តិថាហើយចៃសិនប្រគ្រប់រហូតគ្មានសងអីទេតែមិនសងតែអាហ្នឹងវាអ្នកយើងថារាប់អានគ្នាទៅវិញទៅមកយើងជួយគ្នាម្នាក់ម្ដងណាបើនេះគេជួយខ្ញុំច្រើនជាងខ្ញុំជួយគេតែឥឡូវគេរៀនទូធាជាងគេមានឡានជិះមានអីតែរាប់អាននេះណារាប់អានណាគេមានឡានជិះតែគេធ្វើការខ្ញុំមានមុខរបរតែខ្ញុំជិះម៉ូតូអូជីវិតកំសត់ច្រើនណាតែយើងស្គាល់គ្នាតាំងពីអត់